បាទជំរាបសួរខ្ញុំបាទឈ្មោះសាថាជានាយកអនុវិទ្យាល័យបញ្ញាស្ថិតនៅក្នុងភូមិវត្តសង្កាត់បៃលិនក្រុងបៃលិនបានបង្កើតឡើងក្នុងឆ្នាំ2006បច្ចុប្បន្ននេះអនុវិទ្យាល័យបញ្ញាគឺមានអគារសិក្សាចំនួន5ខ្នងសម្រាប់ដាក់ដំណើរការបង្រៀននឹងរៀនហើយក្នុងនោះដែរគឺយើងមានគ្រូរហូតដល់39នាក់ហើយមានស្រី19នាក់ចំណែកឯសិស្សក្នុងឆ្នាំសិក្សាថ្មីនេះគឺមានរហូតដល់433នាក់ក្នុងនោះស្រី233នាក់ចំណុចខ្លាំងនៅក្នុងសាលាអនុវិទ្យាល័យភ្នំយ៉ាតនេះគឺថាលោកគ្រូអ្នកគ្រូគឺបានរៀនបញ្ចប់ថ្នាក់បញ្ញាបត្រចំនួនទាំង39នាក់ហើយក្នុងនោះក៏មានបញ្ញាបត្រជួនពោះរហូតដល់7នាក់ផងដែររយៈពេល3ឆ្នាំចុងក្រោយនេះសាលាបានធ្វើការប្រឡងបណ្ណាំងអង្គភាពដល់សេវាសាធារណៈគំរូជាប់ចំណាត់ថ្នាក់លេខ1ទូទាំងប្រទេសក្នុងឆ្នាំ2022-23ហើយក្នុងឆ្នាំ2022-23នោះក៏សាលាបានប្រឡងសាលាក៏បានជាប់នៅសាលាស្តង់ដារគំរូនៅក្នុងឆ្នាំនោះដដែលហើយក្រោយពីនោះក៏យើងបានបញ្ជូនគ្រូគណិតវិទ្យាបានប្រឡងជាប់ចំណាត់ថ្នាក់លេខ10ទូទាំងប្រទេសមានន័យថាគ្រូល្អហើយបន្ទាប់មកទៀតខ្ញុំបាទជានាយកក៏បានប្រឡងនាយកល្អជាប់ចំណាត់ថ្នាក់លេខ6ទូទាំងប្រទេសផងដែរហើយក្រៅពីនោះគឺយើងមានសាលាទទួលបានមេត្រីបរិស្ថានស្អាតនៅក្នុងសាលាហើយក្នុងឆ្នាំថ្មីនេះក៏យើងបានបញ្ជូនគ្រូយើងទៅប្រឡងគ្រូល្អក៏ជាប់បានសរសើរដែលទទួលបានបានសរសើរក៏ដូចជាប្រកាសនីយបត្រជូនប្រកួតផងដែរហើយអ្វីដែលសំខាន់បំផុតនៅក្នុងសាលានេះគឺយើងបានដាក់ឲ្យដំណើរការបង្រៀនបែបថ្មីក៏ដូចជាបែបទំនើបតែយើងទទួលបានលទ្ធផលល្អដូចឆ្នាំកន្លងទៅនេះឃើញថាសិស្សគឺមករៀននៅទីនេះគឺចេះបាទគឺចេះហើយបានលទ្ធផលល្អ So for the teaching methodologies we have many ways but in this technology world we apply for teaching methodology in technology also. So we prepare the lesson through slide and show them in smart TV. We have smart TV, and also for the phone, we have app chip app tech for the student to do some exercise in their phone. And we have computer rooms, so the student can do their tasks in Google Form, Google Meet, yes, and more than that. In Telegram group because we have some tasks for students to self-study at home before we come to study with the teacher and the task study have 4 grades ចាហើយបន្ថែមពីនេះទៅទៀតយើងក៏មានបង្រៀនសិស្សជាលក្ខណៈក្រុមស្រាវជ្រាវហើយក៏មានការបែងចែកពួកគាត់ទៅតាមកម្រិតសមត្ថភាពរបស់គាត់គឺមានទាំងកម្រិតខ្សោយមធ្យមហើយនិងពូកែហើយសាលារៀនរបស់យើងក៏មានការបង្កើតនៅមេរៀនថ្មីដើម្បីងាយស្រួលក្នុងការបង្រៀនសិស្សឲ្យមានប្រសិទ្ធភាពជាងមុនផងដែរពួកយើងខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយរីករាយមែនទែនដែលបានមករៀននៅសាលាមួយនេះហើយក្នុងនាមពួកខ្ញុំជាក្រុមប្រឹក្សាកុមារខ្ញុំបានទទួលនៅចំណេះដឹងថ្មីៗជាច្រើននៅក្នុងសាលាមួយនេះ